ស្រីអាគ្នាឥឡូវនេះខ្ញុំមានវត្តមាននៅខេត្តបៃលិនហើយថ្ងៃនេះខ្ញុំចង់សាកចិត្តប្រជាជននៅបៃលិនតើខ្ញុំអត់មានលុយអាចធ្វើដំណើរពីបៃលិនទៅបាត់ដំបងដើម្បីទៅជួបអតិថិជនរបស់ Tractor John Deere អត់អស់លុយបានអត់សូតោះយើងទៅសុំឡានគេជិះ Let's go អ្នកបៃលិនអូនមានឡាននេះអស់គ្នាអើយមិនទេឡូបងដៃពូលឿនលឿនណាស់អស់គ្នាអើយ Come on ទៅមានឡានអោអ្នកអស់គ្នានៅបៃលិនឥឡូវស្អាតខ្លាំងណាស់វារៀបចំបានស្អាតខ្លាំងមែនទេ Hello Hello បង Hello No នោះឡានមើលមកអ្នក No Come on please អ្នកបៃលិន Come on អូឡានមកមើលទៅ No ស្ដីបងសុំទៅដោយសារផង No ខ្ញុំគិតថាវាជាគំនិតមួយដ៏ស្គូតឌីលីបំផុតរបស់ខ្ញុំហើយអត់ឲ្យយើងជឿថាអ្នកបៃលិនប្រកាសជាមានអ្នកល្អអាចឲ្យយើងពឹងពាក់បាន Hello sir Hello បង Hello No Oh come on please Hello Oh yes Hello បង Yes ខ្ញុំទៅបាត់ដំបងប៉ុន្តែខ្ញុំអត់មានលុយហ្នឹងបងខ្ញុំសុំទៅដោយសារថ្ងៃថ្ងៃប្រញាប់តាណាអត់បាទខ្ញុំត្រឹមផ្សារដំណាក់ស្ដៅឯងថ្ងៃទៅណីអត់អាចជួយខ្ញុំទៅបានប៉ុន្តែខ្ញុំអត់មានថវិកាបងខ្ញុំជា Okay. Okay Let's go Live បង Oh let's go Wow finally let's go ណានេះបើបងឯងអ្នកខេត្តបៃលិនថ្ងៃអាចរៀបរាប់តំបន់ទេសចរដែលល្បីៗថាមនុស្សគូទៅលេងនៅខាងបៃលិននេះនៅក្នុងខេត្តបៃលិនយើងមានតំបន់ទេសចរច្រើនមកទី1មានទឹកធ្លាក់ក្នុងខៀវទៀតនៅខាងបែកជ្រោះពយខាបាទហើយសម្រាប់ទីតាំងបេតិកភណ្ឌក្នុងយ៉ាតគឺជាតំបន់សម្រាប់បេតិកភណ្ឌវប្បធម៌វប្បធម៌បាទសាសនាបាទទីតំបន់ទេសចរទៀតគឺស្ទឹងបៃលិនស្ទឹងបៃលិនបាទស្ទឹងបៃលិនដែលគេហៅស្ទឹងតារៀបហ្នឹងបាទយ៉ាធ្លាប់លើគេបងនេះអីហ្នឹងមែនបាទហ្នឹងហើយបងអាចទៅមើលខាងជីវករគាត់កំពុងរែងដបូងផ្ទាល់ហ្មងអូខេឥឡូវមកដល់ទីតាំងហើយអរគុណច្រើន brother ដែលបានជូនមកជូនពរជោគជ័យសុំទោសដែលរំខានអូខេទឹកចិត្តអ្នកបៃលិនពិតជាមិនធ្វើឲ្យខ្ញុំខកអំណងទេ